នៅពេលដែលយើងចង់ render ប្លង់ណាមួយដើម្បីយកទៅធ្វើ VFX ឬក៏ compositing នៅលើ software ផ្សេងៗដូចជា After Effects, Nuke, Blender, Houdini ឬក៏កម្មវិធី 3D ផ្សេងៗទៀតតែយើងគួររៀបចំ file និង color management បែបណាដើម្បីងាយស្រួលក្នុងការ collaboration ជាមួយនឹងខាង VFX department ដែលយើងហៅថា VFX ground strip នឹងឯងអញ្ចឹងបើអ្នកចង់ដឹងមកមើលវីដេអូនេះជាមួយគ្នាអញ្ចឹងជំហានទី1យើងធ្វើការ mark ប្លង់ណាមួយដែលយើងចង់យកទៅធ្វើ VFX នឹងមកបន្តមកទៀតយើងចូលមកក្នុង color management អញ្ចឹងនៅកន្លែងនេះគឺយើងមានជម្រើសពីរទី1អ្នកអាចប្រើជាមួយនឹង DWG DaVinci Intermediate ទី2យើងអាចប្រើជាមួយនឹង ACIS អញ្ចឹង ACIS ខ្ញុំអាចនឹងបញ្យល់នៅវីដេអូក្រោយបើសិនជាអ្នកចាប់អារម្មណ៍ច្រើនដោយសារ ACIS វា professional ជាងសម្រាប់ standard industry តាក់ទងនឹងការធ្វើ VFX ground strip ហ្នឹងហើយមួយវិញទៀតដោយសារតែគ្នាយើងពាក្យច្រើនប្រើជាមួយនឹង DWG DaVinci Intermediate អញ្ចឹងខ្ញុំនឹងបង្ហាញនៅលើ DWG នេះមុនតោះអញ្ចឹងយើងចេញមកវិញមកអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងត្រូវ bypass ទៅលើ color management របស់យើងអញ្ចឹងយើងចូលមកក្នុង color page អញ្ចឹងបើសិនតែគ្នា set up ជាមួយនឹង IODT អ្នកគ្នាគ្រាន់តែធ្វើការ select node ទាំងពីរហ្នឹងមកហើយអ្នកគ្នាចុច control D មកដើម្បីយើងបិទផ្នែកវាព្រោះតេតទៅនឹងការធ្វើ VFX ground strip អ្នកគ្នាអាចធ្វើការ render file Rec 7 online បានទេមូលហេតុដោយសារតែ Rec 7 online គឺជា display color space វាមិនមែនជា working color space ទេអញ្ចឹងបើសិនជាអ្នកគ្នា render ជា file Rec 7 online វានឹងធ្វើការ destroy image data នៅក្នុងនឹងតែម្ដងកន្លែងហ្នឹងឯងដែលអ្នកគ្នាត្រូវតែ bypass ជាមួយនឹង color management ឬក៏យើងបិទជាមួយនឹង IODT របស់យើងនឹងឯងបន្តមកទៀតយើងចូលមក deliver អញ្ចឹងនៅកន្លែង export នេះគឺសំខាន់មែនទែនទាក់ទងនឹង format ហើយនឹង codec នេះនៅកន្លែង format នេះបើសិនអ្នកគ្នាចង់ render ឲ្យត្រូវជាមួយនឹង standard industry របស់គេហ្មងអ្នកគ្នាអាចប្រើជាមួយនឹង EHR ដែលយើង scroll វាមកលើមកបន្តមកទៀតនៅកន្លែង codec យើងយក RGB Haftima ហ្នឹងគឺវាស្មើនឹង16 bit តោះអញ្ចឹងអ្វីដែលយើងត្រូវទៅបន្ទាប់នៅកន្លែង advanced setting យើងគ្រាន់តែ tick នៅកន្លែង fog size and fog divider នេះមកបន្តមកទៀតអ្នកគ្នា add to render មកអញ្ចឹងនៅក្នុង After Effects ដើម្បី import ជាមួយនឹង EHR sequence របស់យើងបានអ្នកគ្នាចុច Ctrl I មកហើយអ្នកគ្នាធ្វើការ select ជាមួយនឹង file EHR របស់យើងហើយកុំភ្លេចបើកកន្លែង open EHR sequence នេះផងហើយចុច import មកឥឡូវខ្ញុំ drag ចូលមកក្នុង timeline ឥឡូវយើងឃើញ full text របស់យើងគឺវា flat ខុសធម្មតាដោយសារនៅពេលដែលយើង render នៅក្នុង DaVinci គឺយើងប្រើជាមួយនឹង DWG DaVinci Intermediate អញ្ចឹងនៅក្នុង After Effects ដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងគឺវាអត់មានជាមួយនឹង DWG DaVinci Intermediate ទេគឺគេប្រើវាជាមួយនឹង ACIS ដែលវាតម្រូវឲ្យអ្នកគ្នាចូលទៅក្នុង color management អញ្ចឹងខ្ញុំចូលមក project setting ចូលកន្លែង color management ចឹងឥឡូវនេះដោយសារវាប្រើជាមួយនឹង Adobe Color Management នេះអញ្ចឹងយើងដូរវាមក OCIO នេះមកបន្តមកទៀតយើងប្រើជាមួយនឹង ACIS 1.2 ហើយអ្វីដែលគ្នាត្រូវ setting បន្ទាប់នៅកន្លែង working color space គឺយើងយក compositing linear ACCG នេះបន្តមកទៀតយើងចុច OK មកអញ្ចឹង full text របស់យើងគឺវាអត់ទាន់ត្រូវទេដោយសារយើង render ជាមួយនឹង DWG Intermediate អញ្ចឹងយើងធ្វើការដូរ color space របស់វាមក select លើ full text mouse ស្ដាំ interpret full text មែនចូលមកក្នុង color អញ្ចឹងនៅកន្លែងនេះគ្នាដូរទៅកាន់ color space ដែលគ្នាបានធ្វើការ setting នៅក្នុង DaVinci Resolve មកអញ្ចឹងកន្លែងនេះយើងប្រើជាមួយនឹង Sony S-Log 3យើង scroll មកក្រោមមកមើលពាក្យ Sony S-Log 3 S Gamut 3 Cine នេះចុចលើហ្នឹងមកនេះចុច OK មកអញ្ចឹងយើងឃើញ full text របស់យើងឥឡូវវា transform មកកាន់ Rec 7 online វិញហើយអញ្ចឹងអ្នកគ្នាអាចធ្វើការងារតាក់ទងនឹង VFX compositing បានហើយអញ្ចឹងនៅពេលដែលយើងធ្វើវាហើយយើងត្រូវ render ការងាររបស់យើងដើម្បី return ទៅ DaVinci Resolve វិញជាប្រភេទ flat profile ដូចគ្នាអញ្ចឹងដើម្បីធ្វើអញ្ចឹងបានអ្នកគ្នាត្រូវតែ setting នៅកន្លែង output color space ដាក់ទៅ Sony S-Log 3 S Gamut 3 Cine ហ្នឹងមកអូខេអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះខ្ញុំបង្ហាញអ្នកគ្នាប៉ុណ្ណឹងបើសិនជាអ្នកគ្នាមានចម្ងល់ឬក៏បញ្ហាអីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ